នឹងហើយបងប្អូននេះវាលំផាតដែលថាបិទពូនណាបងប្អូនអ្នកគ្នាដែលថាគីកើបនៅក្នុងព្រៃណាឥឡូវនេះចេញជាវីដេអូឲ្យបងប្អូនអ្នកគ្នាតើបងប្អូនអ្នកគ្នាឥឡូវយើងទៅតាមទស្សនាវីដេអូលំផាតហើយនឹងចំណាំដើរលេងព្រៃទៀតហើយបងប្អូននិយាយរួមពីអ្នកហ្នឹងឲ្យដើរលេងព្រៃម្ដងណាគឺថាប្លែកចនិចតែម្ដងឥឡូវនេះមុននឹងចេញទៅគឺថាបងដំណើរគាត់បាននាំជាមួយនឹងកូនរបស់គាត់កូនពៅសំណប់ចិត្តគាត់មកជួបជាមួយនឹងស្រីផាត់បងប្អូនអ្នកគ្នានិយាយពីថាឥឡូវស្រីផាត់ហើយនឹងស្រីណាមនេះធំពេកបងប្អូនហើយធំជ្រុលរយៈពេលប្រហែលឆ្នាំនេះគឺថាផ្លាយខ្លាំងយកតែមែនតើហើយថ្ងៃនេះឃើញមកវីដេអូនេះផ្លាយតែម្ដងផ្លាយถึงថាបងដំណើរម្ដងនេះគឺថានាំអ្នកមកថតនេះគឺច្រើនខ្លាំងមែនតើបាទទាំងកូនពៅទាំងកូនបងតែម្ដងអូខេតោះបងប្អូនគ្នាឥឡូវយើងទៅតាមទស្សនាបាទពីអ្នកបងប្អូនស្រីនេះបងប្អូនឃើញទេលំផាតហើយនឹងចំណាំគឺថាដើរលេងព្រៃទៀតហើយបើសិនជាបងប្អូនអ្នកគ្នាចង់ទៅលេងជាមួយនឹងលំផាតនឹងចំណាំពេលដែលដើរលេងនៅក្នុងព្រៃឬក៏នៅក្នុងទស្សនាពេលដើរព្រៃអញ្ចឹងណាអញ្ចឹងបងប្អូនអ្នកគ្នាអាចទៅទស្សនាកុំទៅថ្ងៃសៅរ៍អាទិត្យគឺអត់ជួបទេបើទៅថ្ងៃច័ន្ទសុក្រអាហ្នឹងគឺថារយៈពេលរសៀលអីហ្នឹងគឺថារយៈពេល1ម៉ោង2ម៉ោងអីហ្នឹងលំផាតនឹងចំណាំគឺប៉ាគាត់តែងតែនាំទៅដើរលេងក្នុងព្រៃទៅកាច់មេឈើទៅបេះមេឈើទៅស៊ីដីអញ្ចឹងទៅបងប្អូនឃើញនេះគឺជាលំផាតបងប្អូនអ្នកគ្នាប្រាប់បងប្អូនតែម្ដងវីដេអូមុនបានសួរបងប្អូនអ្នកគ្នាថាបងប្អូនមានចំណាំថាលំផាតបងប្អូនអ្នកគ្នាសម្គាល់លើអីខ្លះហើយបងប្អូនអ្នកគ្នាពិតជាបកាយចំណាំខ្លាំងមែនតើបងប្អូនខ្លះគាត់ចំណាំទៅលើសក់បងប្អូនបងប្អូនខ្លះគាត់ចំណាំទៅលើកាប៉េះគូតបាទសត្វតែសាច់អញ្ចឹងណាបើសិនជាអត់ចំណាំទេបងប្អូនអ្នកគ្នាយើងចាប់វីដេអូណាហាងឆ្ងាយតិចទៅសឹងតែប្រព័ន្ធគ្នាតែម្ដងបងប្អូនប៉ុន្តែបើសិនតែយើងទៅចិត្តអាហ្នឹងវាខុសទំហំគ្នាដែរដោយសារតែ1គីឡូ800ជាងគីឡូមួយត្រឹមតែ500គីឡូទេអញ្ចឹងវាខុសគ្នា300ជាងគីឡូឥឡូវស៊ីដីឃើញទេបងប្អូនបងប្អូនអ្នកគ្នាគឺថាចេញឲ្យតែចេញដើរលេងក្នុងព្រៃគឺថាផ្លាយចំណេញតែម្ដងលំផាតជាពិសេសលំផាតកាយដីដូចមន់ចឹងនៅកាយអាជើងជួបអន្ទាក់ដែលជើងឆ្លប់លបួសហ្នឹងគឺថានៅអត់ស្ងៀមទេបងប្អូនគ្នាគឺថាចេះហ្មងបងប្អូនចេះកាយចេះខ្វេះចេះខ្វាចឥឡូវគេទៅតាមប្របាគេទៀតហើយយើងពុកមានប៉ុណ្ណាណៃយើងចង់កើបនៅក្នុងគុំអីគេគុំអាស័យអានេះកូនសំណប់ចិត្តរបស់បងដំណើរយើគួរឲ្យស្រឡាញ់ទៀតណាយើមកដូចបងដំណើរតែម្ដងបងប្អូនអាយសំខាន់ស្រីប្រុសហ្នឹងខ្ញុំថាអូប្រុសហេបើតែសក់សក់អេមណានេះបងប្អូនកើណាអូយ៉ាអាយអូគេបិទពួនជាមួយនឹងកូនពៅបងដំណើរអូគេលេងបិទពួនជាមួយគ្នាហើយយើលំផាតឃើញអញ្ចឹងបងប្អូនចូលចិត្តក្មេងណាបងប្អូនអាយខ្លួនប្រព័ន្ធដំរីធ្វើអាយណាមកកើបមកលឹបលោស្មានគេរោមឃើញអីហាឆៃណាមច្រឡំឆៃផាត់នេះស្រីណាមបងប្អូនស្រីណាមហើយនឹងស្រីផាត់គេដើរលេងព្រៃគឺតែងតែបំផ្លាញដើមឈើខ្លះហើយជាពិសេសគឺបងស្រីណាមគេហ្នឹងហើយគឺថាបរៀនប្អូនមកគេហ្នឹងឲ្យចេះបលុំដើមឈើពេលខ្លះមកជើងអីហ្នឹងដួលភីងបងប្អូនអាដើមឈើប៉ុនក៏ដៃយើងហ្នឹងមានអីធំប៉ុណ្ណឹងមិនចំណាំស៊ីផុយណាបងប្អូនតោងពិបាកយកតែម្ដងហួយថៃគេឲ្យទៅលំផាតអ្នកស៊ីហើយទៅពេលគេប្រាប់ថាអានេះក្បាច់លំដើមឈើបើយើងចង់ស៊ីដើមឈើយើងត្រូវធ្វើមិនខ្លះអាហ្នឹងជាធម្មជាតិរបស់សត្វដំរីបងប្អូនដោយសារតែសត្វដំរីគឺមានកម្លាំងធំអញ្ចឹងណាឥឡូវឃើញទេបងប្អូនអ្នកគ្នាពីរប្លង់មិញដំរីពីរឃើញទេបងប្អូនមិញចំណាំឥឡូវបងប្អូនថានេះមួយនេះលំផាតដូចក៏ចំណាំនេះទាញដំបងណាអានេះថាវគ្គគេថាអូនរើសដំបងហើយយមាត់គេទៅវាឲ្យខ្លោញណាបងប្អូនអាហ្នឹងតិចច្រឡំស៊ីស្លឹកឈើទៅបាទស៊ីគល់ឈើទេណាបងប្អូនមិនស៊ីស្លឹកឈើស៊ីគល់ឈើអាគល់ឈើងប់ណាហើយកគេឡើងតល់បងប្អូនឃើញដំរីលំផាតប៉ុណ្ណេះបងប្អូនគឺថាអត់ចង់ឲ្យធំទេខ្ញុំប្រកាសថាបងប្អូនអ្នកគ្នាចង់ឲ្យលំផាតធំទៅពេលណាដល់លំផាតធំទៅវាស្រឡាញ់គូបែបឲ្យធំវិញអាហ្នឹងគេហៅថាធំដូចលាក់គីដូចចម្រើនដូចសាគរហ្នឹងធំតែបើដូចលំផាតនេះតូចទេវាមើលទៅលក្ខណៈថាគួរឲ្យស្រឡាញ់តែម្ដងនៅវគ្គផ្លែកថ្មីចំណិចតែម្ដងបងប្អូនឥឡូវនេះចាប់ដើមឡើងឯណាលើចង់បលុំដើមឈើហ្នឹងធំណាស់ឆៃផាតអើយលំអត់កើតទេឥឡូវបងគេថាមកយើងអត់កើតទេដើមឈើធំមកដើមឈើធំមកយើងកុំទៅអីចំណាំហើយនេះវគ្គគេថាគេចូលក្នុងលាក់ខ្លួនណាបងប្អូនចូលភ្លុកអូត
ដល់កតែម្ដងបងប្អូនអើយឈ្មុលយកឈ្មុលយកពីអ្នកហ្នឹងគឺថាដើរលេងព្រៃម្ដងបងប្អូនយើងវាថាផ្លាច់អារម្មណ៍ពេលយើងទស្សនាសត្វធម្មជាតិអញ្ចឹងទៅលក្ខណៈថារបៀបថាយើងចូលចិត្តមួយយ៉ាងហើយខ្ញុំចូលចិត្តមើលបងប្អូនហើយក៏ខ្ញុំចូលចិត្តឲ្យបងប្អូនយើងទស្សនាដែរដើម្បីឲ្យកំសាន្តអារម្មណ៍ពេលខ្លះយើងទស្សនាសត្វដំរីទៅហើយសត្វដំរីនេះយើងដឹងហើយស្រាប់ថាជាសត្វដែលកម្រហើយជាសត្វដែលមានន័យថាមិនមែនកម្រអីទេគឺថាកម្រនឹងផុតពូជបងប្អូនអ្នកគ្នាអញ្ចឹងភាគច្រើនគេអភិរក្សខ្លាំងមែនទែនសត្វដំរីនេះអញ្ចឹងហើយបានជាមានជួបអន្ទាក់ជួបអីអញ្ចឹងទៅបានជាមានគេជួយជ្រោមជ្រែងខ្លាំងមែនទែនដូចលំផាននេះគុំតែបានក្រុមគ្រូពេទ្យអ្នកជំនាញហើយក៏ដូចជានៅក្នុងក្រុមស៊ូនស័តដូចជាប៉ាកុសលមើលថែទាំរហូតដល់បានជាប៉ុណ្ណេះគឺនៅលំផាតគឺសំណាងហើយក៏លំផាតក៏សំណាងលំផាតក៏ជាអ្នកនាំលៀបដែរបងប្អូនគឺថាលំផាតចូលមកភ្លាមគូអ្នកទស្សនាមកច្រើនខ្លាំងមែនទែនកាលលំផាតនៅតុយណារហូតមកដល់សពថ្ងៃតែម្ដងនេះឥឡូវប៉ាគេនាំទៅវិញហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នានៅវីដេអូក្រោយបាយ